សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ពន្លឺជីវិតជាមួយនាងខ្ញុំសុជាតានៅថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលបងប្អូនប្រហែលជាធ្លាប់មានអារម្មណ៍ឬធ្លាប់ឃើញមនុស្សនៅជុំវិញខ្លួនកំពុងជួបប្រទះនោះគឺជីវិតដែលមានគ្រប់យ៉ាងតែមិនអាចរកសេចក្តីសុខពិតប្រាកដឃើញបាទសួស្តីសុជាតានិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាប្រធានបទថ្ងៃនេះគឺពិតជាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់វាហាក់ដូចជាផ្ទុយគ្នាមែនទែនតើវាទៅរួចយ៉ាងដូចម្ដេចដែលមនុស្សម្នាក់មានផ្ទះស្អាតមានឡានទំនើបមានកិត្តិយសប៉ុន្តែបែរជាមានអារម្មណ៍ថាមិនសប្បាយចិត្តទៅវិញពិតណាស់លោកគ្រូមនុស្សភាគច្រើនតែងតែគិតថាប្រសិនបើខ្ញុំមានលុយច្រើនខ្ញុំនឹងមានក្តីសុខប្រសិនបើខ្ញុំជោគជ័យខ្ញុំនឹងសប្បាយចិត្តប៉ុន្តែការពិតពេលខ្លះទ្រព្យសម្បត្តិហាក់ដូចជាទ្រង់មាសមួយដែលខាំងយើងទុកឲ្យនៅឆ្ងាយពីភាពសាមញ្ញនៃជីវិតតើលោកគ្រូយល់យ៉ាងណាដែរចំពោះអារម្មណ៍ទទេស្កាតនៃក្នុងចិត្តបែបនេះបាទសុជាតាវាគឺជាភាពឯកោក្នុងភាពសម្បូរបែបនៅពេលដែលយើងរវល់តែរត់ដេញតាមអ្វីដែលពិភពលោកខាងក្រៅកំណត់ថាជាភាពជោគជ័យយើងច្រើនតែភ្លេចមើលថែពិភពលោកខាងក្នុងរបស់យើងមនុស្សខ្លះមានគ្រប់យ៉ាងប៉ុន្តែគ្មានវេលាសម្រាប់ខ្លួនឯងគ្មានវេលាសម្រាប់មនុស្សជាទីស្រឡាញ់ឬសូម្បីតែភ្លេចពីអ្វីដែលខ្លួនឯងពិតជាចង់បានពីដំបូងម្ល៉េះនាងខៀងធ្លាប់បានស្គាល់មនុស្សម្នាក់លោកគ្រូគាត់មានមុខមាត់ក្នុងសង្គមខ្លាំងណាស់ប៉ុន្តែរាល់យប់គាត់តែងតែប្រាប់ថាគាត់មានអារម្មណ៍ថាហត់នឿយនិងចង់តែយំគាត់និយាយថាខ្ញុំមានអ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាគ្មានអ្វីសោះនៅក្នុងបេះដូងវាពិតជាគួរឲ្យអាណិតណាស់លោកគ្រូនឹងឯសុជាតានេះគឺដោយសារតែតម្លៃនៃជីវិតនិងតម្លៃនៃវត្ថុត្រូវបានច្បូកច្បល់គ្នាលុយកាក់អាចទិញក្រេបានតែទិញតំណែងលោកស្រួលមិនបានទេលុយកាក់អាចទិញការកំដរបានតែទិញមិត្តភាពស្មោះត្រង់មិនបានទេនៅពេលដែលជីវិតយើងវិលវល់តែជាមួយការចង់បានបន្ថែមទៀតវាបង្កើតជាសម្ពាធផ្លូវចិត្តដ៏ធំធេងមួយដែលធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការរីករាយជាមួយអ្វីដែលយើងកំពុងមានក្នុងដៃចុះលោកគ្រូតើយើងគួរធ្វើដូចម្តេចដើម្បីចេញពីសុភាឋាននេះប្រសិនបើមានអ្នកស្ដាប់យើងម្នាក់កំពុងតែអង្គុយក្នុងឡានទំនើបឬក្នុងវិឡាដ៏ស្កឹមស្កៃប៉ុន្តែបេះដូងរបស់គេកំពុងតែស្រែកយំតើគេគួរចាប់ផ្ដើមពីចំណុចណាចំណុចដំបូងបំផុតគឺត្រូវចេះឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឈប់រំពឹងថាអ្នកដទៃត្រូវតែសរសើរយើងទើបយើងមានតម្លៃបន្ទាប់មកគឺការដឹងគុណចូលចាប់ផ្ដើមដឹងគុណនៅរឿងតូចតាចដែលយើងតែងតែមើលរំលងដូចជាខ្យល់ដង្ហើមដែលស្រក់ថ្លារសជាតិអាហារដ៏ឆ្ងាញ់ឬស្នាមញញឹមពិតប្រាកដរបស់មនុស្សជុំវិញខ្លួនសេចក្តីសុខមិនមែនជាគោលដៅចុងក្រោយទេប៉ុន្តែវាជាវិធីដែលយើងដើរនៅលើផ្លូវជីវិតរាល់ថ្ងៃស្ដាប់លោកគ្រូនិយាយហើយនាងខ្ញុំមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តណាស់ពេលខ្លះយើងគ្រាន់តែត្រូវការនរណាម្នាក់ប្រាប់ថាវាមិនអីទេក្នុងការមានអារម្មណ៍ថាមិនសប្បាយចិត្តបើទោះជាយើងមានគ្រប់យ៉ាងក៏ដោយយើងមិនចាំបាច់ត្រូវតែល្អតែប៉ុះគ្រប់ពេលនោះទេពិតប្រាកដណាស់ជីវិតដែលកំសត់បំផុតមិនមែនជាជីវិតដែលក្រីក្រទ្រព្យសម្បត្តិនោះទេប៉ុន្តែគឺជាជីវិតដែលក្រីក្រក្តីស្រឡាញ់ចំពោះខ្លួនឯងនៅពេលដែលអ្នករៀនស្វែងរកសន្តិភាពនៅក្នុងចិត្តបានហើយទោះបីអ្នកនៅទីណាក៏អ្នកអាចញញឹមបានដែរទ្រព្យសម្បត្តិគ្រាន់តែជាគ្រឿងលម្អប៉ុន្តែចិត្តដែលស្ងប់ទើបជាម្ចាស់នៃជីវិតសូមអរគុណលោកគ្រូខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនៅថ្ងៃនេះហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរសង្ឃឹមថាវគ្គនេះនឹងផ្ដល់ជាកម្លាំងចិត្តដល់អ្នកដែលកំពុងមានអារម្មណ៍ថាឯកោចង់ចាំណាថាអ្នកមិនមែននៅម្នាក់ឯងទេហើយសេចក្តីសុខគឺស្ថិតនៅក្នុងដៃអ្នកជានិច្ចបាទសូមអរគុណនិងសូមជូនពរឲ្យអ្នកស្ដាប់គ្រប់រូបរកឃើញពន្លឺនៃសេចក្តីសុខពិតប្រាកដក្នុងបេះដូងលាហើយបងប្អូនទាំងអស់គ្នាកម្មវិធីយើងនៅថ្ងៃនេះបានឈានមកដល់ទីបញ្ចប់ហើយជួបគ្នានៅសប្តាហ៍ក្រោយក្នុងកម្មវិធីពន្លឺជីវិតសូមជម្រាបលា